តោះក្តីអាសិតនឹងមកបង្រៀនបងប្អូនទាំងអស់គ្នាពីរបៀប downfile GTA Crack នៅក្នុង DC VTB ទាំងអស់គ្នាហើយនឹងបកស្រាយថាមូលហេតុអីបានជាអ្នកខ្លះ downfile ហ្នឹងវាមិនបានសោះអញ្ចឹងហេតុផលគឺមាន2ហេតុផលធំទី1គឺអ្នកទាំងអស់គ្នាមិនបានបិទ Windows Security ដោយអ្នកគ្នាដឹងស្រាប់ហើយគឺ file exe Windows គឺវាចាប់ដើម្បីប្រការកុំព្យូទ័រអ្នកទាំងអស់គ្នានៅបញ្ហាណាមួយហេតុផលទី2គឺ storage អ្នកទាំងអស់គ្នាមានទំហំតូចជាង file GTA អ្នកខ្លះគាត់សួរខ្ញុំរាប់ម៉ោងដល់ពេលទៅឆែក file បានដឹងថា storage គាត់អត់អាចផ្ទុក GTA បានខ្ញុំឡើងហត់ហ្មងអ្នកគ្នាហេតុអីបានត្រឹមបញ្ហាប៉ុណ្ណឹងអ្នកគ្នាអត់ដឹងសោះអញ្ចឹងទាំងដែលនៅក្នុង DC ហ្នឹងគេបានដាក់ហើយថា NIT 120G ឡើងបានអាច down បានហើយមានវីដេអូឲ្យមើលទៀតប៉ុន្តែអ្នកខ្លះក៏អត់មើលទេឥឡូវខ្ញុំនាំមកឆែក storage ទាំងអស់គ្នារបៀបឆែក storage ដំបូងចូលមកកាន់ file ហើយចូលពាក្យថា disk PC បន្ទាប់មកអ្នកទាំងគ្នានឹងឃើញហើយថា storage អ្នកទាំងអស់គ្នាមានប្រមាណ G ហើយប្រមាណ drive ណាធំដាក់ drive នឹងទៅអូខេតោះឥឡូវយើងមកដឹងពីរបៀបបិទ Windows Security វិញម្ដងជាដំបូងអ្នកទាំងអស់គ្នាចុចប៊ូតុង Windows 1ហើយ search ពាក្យថា Windows Security នៅលើគេហ្នឹងគឺអ្នកគ្នាយកមកហើយអ្នកគ្នារងចាំបន្តិចវានឹង load អីមកឯសារនេះខ្ញុំ run game ផង run អានឹងផងចឹងវាយូរអ្នកគ្នាត្រូវចូលទៅបិទនេះអាកន្លែងពាក្យថា virus and អីគេហ្នឹងអ្នកគ្នាបិទចោលទៅនេះចូលមកកាន់ virus street protect setting ស្អីហ្នឹងអ្នកគ្នាបិទចោលអស់តែ3ហ្នឹងអូខេនៅពេលដែលបិទអាហ្នឹងហើយចូលមកកាន់កន្លែង app and browser control នេះអ្នកគ្នាបិទអាកន្លែង smart app control ហ្នឹងបិទចោលមកហើយយកអាក្រុមនេះទៀតនេះកន្លែងស្អីនេះហើយជាពិសេសបិទអាកន្លែងcheck app and file នេះនិយាយទៅអាប៊ូតុង3ហ្នឹងគឺបិទចោលហើយអស់បិទប៉ុណ្ណឹងហើយធានាថា down បានហើយបើថាបិទប៉ុណ្ណឹងហើយ down បានទៀតខ្ញុំឲ្យអ្នកគ្នាមកធាក់ក្បាលខ្ញុំម្នាក់មួយជើងទៅហើយសុំចិត្តអ្នកទាំងអស់គ្នានៅពេលដែលធ្វើអីមួយបើគេដាក់ការណែនាំអ្នកគ្នាមើលការណែនាំរបស់គេធ្វើទៅតាមគេហ្នឹងទៅគឺវាមិនខុសទេអើយហត់ណាស់